សួស្តីអ្នកទាំងអស់គ្នាមករយៈនេះយើងឃើញក្រសួងការងារបង្ការរើសពលករទៅធ្វើការផ្នែកវិស័យកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលហើយវាជាឱកាសសម្រាប់ពួកយើងអាចទៅធ្វើការនៅក្រៅប្រទេសដើម្បីសិក្សាពីវិជ្ជាកវិទ្យាក្នុងវិស័យកសិកម្មនៅក្នុងប្រទេសគេដែលរីកចម្រើនហើយមួយវិញទៀតយើងអាចទទួលបានប្រាក់កម្រៃប្រាក់ឈ្នួលខ្ពស់ហើយក្នុងលក្ខខណ្ឌជ្រើសរើសហ្នឹងវាមាន11ចំណុចទី1ត្រូវមានអាយុពី23រហូតដល់39ឆ្នាំទី2ត្រូវចេះភាសាអង់គ្លេសកម្រិតមូលដ្ឋានទី3នឹងមានបទពិសោធន៍ការងារផ្នែកកសិកម្មហើយដែលមានសកម្មភាពប្រហែលនឹងរដ្ឋអ៊ីស្រាអែលដែលបញ្ជាក់ដោយអង្គភាពបញ្ជូននៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទី4នឹងត្រូវមានបទពិសោធន៍កសិកម្មស្របច្បាប់នៅប្រទេសកូរ៉េឬក៏នៅប្រទេសជប៉ុនបើសិនជាយើងមានគេផ្ដល់អាទិភាពទី5នឹងមានកាយសម្បទារឹងមាំនិងមានស្មារតីល្អអាចបំពេញការងារក្រោមបរិយាកាសក្តៅនិងត្រជាក់ខ្លាំងនៅទីវាលនៅរដ្ឋអ៊ីស្រាអែលទី6ត្រូវមានសាច់ញាតិកម្រិតទី1ឪពុកម្ដាយកូនប្តីប្រពន្ធពងរស់នៅឬធ្វើការនៅក្នុងរដ្ឋអ៊ីស្រាអែលលើកលែងតែបងប្អូនបង្កើតទី7នឹងមានធ្លាប់ទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលពីមុនទី8បើមិនមានជំងឺឆ្លងរបេងរលាកថ្លើមប្រភេទ B ប្រភេទ C ហើយមិនមេរោគអេដឬកាមរោគនិងមិនមានប្រវត្តិជំងឺបេះដូងមិនមានជំងឺងងឹតពើភ្នែកនិងមិនមានពិការភាពផ្នែកអវយវៈទី9មានកិរិយាមារយាទជាពលរដ្ឋល្អឬមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនឬញៀនគ្រឿងស្រវឹងទី10នោះមិនមានប្រវត្តិប្រព្រឹត្តបទល្មើសឬជាពន្ធនាគារដែលអាចថាជាគុកហ្នឹងឬក៏បទឧក្រិដ្ឋសម្រាប់បេក្ខជនដែលស្នាក់នៅបរទេសលើពី6ខែអាចតម្រូវឲ្យមានលិខិតបញ្ជាក់ពីប្រទេសនោះបើសិនមកមានទី11ចុងក្រោយគេនឹងបានវិលត្រឡប់មកកម្ពុជាវិញស្របច្បាប់យ៉ាងតិច2ឆ្នាំចំពោះនិស្សិតឬក៏សិស្សដែលបានចូលរួមកម្មវិធីហាត់ការផ្នែកកសិកម្មនៅរដ្ឋអ៊ីស្រាអែលបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទៅទទួលពាក្យនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាបច្ចេកទេសកម្ពុជាដែលហៅកាត់ថា NPIC ឬបងប្អូនអាចមួយទៀតដែលគេតែងហៅសាលាកប់ស្រូវឬសាលាកូរ៉េហើយម៉ោងធ្វើការហ្នឹងគេធ្វើពីម៉ោង8ដល់ម៉ោង12ហើយពេលថ្ងៃហ្នឹងគេចាប់ដើមធ្វើពីម៉ោង1រហូតដល់ម៉ោង5ហើយកន្លែងដែលយើងទៅយកពាក្យហ្នឹងក៏នៅសាលា NPIC នឹងដូចគ្នាហើយយើងត្រូវទៅយកពាក្យដោយផ្ទាល់ហើយភ្ជាប់ទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយកច្បាប់ដើមទៅហើយការចាប់ដើមចែកពាក្យហ្នឹងចាប់ពីថ្ងៃទី19ខែកក្កដាហ្នឹងហើយបងប្អូនអាចទៅដាក់ពាក្យនៅកន្លែងដដែលនឹងសាលាកប់ស្រូវឬក៏ពហុបច្ចេកទេសកម្ពុជាដែលហៅកាត់ថា NPIC ហើយការចាប់ដើមមកទទួលពាក្យហ្នឹងចាប់ពីថ្ងៃទី27ខែកក្កដាដល់ថ្ងៃទី7ខែសីហាឆ្នាំ2026ហើយម៉ោងធ្វើការគឺដដែលពីម៉ោង8ដល់ម៉ោង12ហើយពេលថ្ងៃចាប់ដើមពីម៉ោង1រហូតដល់ម៉ោង5ល្ងាចហើយបេក្ខជនត្រូវទៅដាក់ពាក្យដោយផ្ទាល់ហើយបើបងប្អូនចង់ដឹងលម្អិតបន្ថែមបងប្អូនអាចសាកសួរឬក៏ចូលនៅក្នុងគេហទំព័ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបងប្អូនអាចចូលមើលនៅក្នុងនឹងបាន